តែសេវារក្សាទុករក្សាសុវត្ថិភាពជាអ្វីសេវារក្សាទុករក្សាសុវត្ថិភាពសំដៅទៅលើការរៀបចំផ្នែកហិរញ្ញវត្ថុដែលភាគីអ្នកតំណាងទី3ទូទៅជាធនាគារគឺជាអ្នកកាន់កាប់និងគ្រប់គ្រងប្រាក់ឬទ្រព្យសម្បត្តិសម្រាប់ជាអ្នកតំណាងឲ្យភាគីពីរផ្សេងទៀតដែលពាក់ព័ន្ធគ្នាក្នុងកិច្ចព្រមព្រៀងមួយរហូតដល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងត្រូវបានបំពេញសេវាកម្មនេះដំណើរការដោយការបង្កើតគណនី escrow ក្នុងគោលបំណងដើម្បីធ្វើការទូទាត់ឬប្រគល់ទ្រព្យនោះទៅឲ្យបុគ្គលណាមួយក្នុងប្រតិបត្តិការធុរកិច្ចឬក្នុងប្រតិបត្តិការអចលនទ្រព្យឬក្នុងប្រតិបត្តិការវិនិយោគនានានៅពេលកំណត់ជាក់លាក់ណាមួយតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាប្រតិបត្តិការសេវារក្សាទុករក្សាសុវត្ថិភាពផ្ដល់នូវអត្ថប្រយោជន៍រួមមាន 1. អាចជួយការពារហានិភ័យបង្កើតទំនុកចិត្តនិងបង្កើនសុវត្ថិភាពដល់ភាគីពាក់ព័ន្ធ 2. មានអនុលោមភាពនិងការគាំពារដោយច្បាប់និងមាននិយត្តកធ្វើការតាមដាននិងត្រួតពិនិត្យទៅលើប្រតិបត្តិការនោះធនាគារហុងលីអុងទទួលបានអាជ្ញាប័ណ្ណក្នុងការធ្វើជាប្រតិបត្តិការបរធនបាលផ្ដល់សេវារក្សាទុករក្សាសុវត្ថិភាពផ្ដល់នូវដំណោះស្រាយដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពសម្រាប់អ្នកទិញនិងអ្នកលក់ដើម្បីធានាថាមានសុវត្ថិភាពក្នុងគ្រប់ជំហាននៃប្រតិបត្តិការជួញដូរជឿជាក់លើយើងខ្ញុំដើម្បីការពាររាល់ប្រតិបត្តិការទូទាត់របស់អ្នកនិងការពាររាល់កិច្ចព្រមព្រៀងទិញលក់ចាប់ផ្ដើមជាមួយយើងខ្ញុំថ្ងៃនេះ